នេះនៅលើភ្នំ Cherry បងប្អូនស៊េរី Signal Hill ចានៅជាប់គ្នានឹង Long Beach គឺតាមការពិតទៅគឺនៅចន្លោះកណ្ដាល Long Beach ហ្នឹងទូចមួយហ្នឹងប៉ុន្តែគេបំបែកទៅជាស៊េរីមួយស៊េរីSignal Hill នឹងឯងចាហើយមើលបងប្អូនឃើញផ្ទះហេខ្ញុំថតពីលើភ្នំទៅបងប្អូនហើយខៀវនៅពីក្រោយផ្ទះហ្នឹងគឺសមុទ្រឡង់ប៊ីចបងប្អូនហើយមើលទៅឆ្ងាយនោះចំពីមុខហ្នឹងទៅគឺកំពង់ផែបងប្អូនហើយមានស្ពានណាស្ពាន2 3នៅហ្នឹងឆ្លងសមុទ្រនឹងទៅត្រូវមកខាងរហូតទៅដល់San Pedro ស៊េរីមួយទៀតគេហៅថា San Pedro ចាហើយខៀវវែងហ្នឹងគឺភ្នំ San Pedro នឹងឯងចាគឺកន្លែងហ្នឹងសតផ្ទះបងប្អូននៅតាមចកេះភ្នំកំពូលភ្នំអីហ្នឹងសតផ្ទះទាំងអស់ចាផ្ទះអ្នកស្រុកហើយទៅផ្ទះនៅនោះគេធ្វើមានចាស់មានថ្មីប៉ុន្តែផ្ទះថ្មីស្អាតណាធំគឺគេសង់ជារបៀបវីឡាភូមិគ្រឹះបងប្អូនខ្ញុំថាមួយមិនតិចលានទេចាថ្លៃណាស់ចាឯផ្ទះដែលគេសង់យូរមកហើយនោះក៏មិនជាថោកដែរព្រោះអីផ្ទះនៅស្រុកកាលីហ្វ័រញ៉ានេះនៅរដ្ឋកាលីហ្វ័រញ៉ានេះគឺតម្លៃទៅតាម location ណាបងប្អូនចាកន្លែងខ្លះ location ខ្លះគឺថាផ្ទះមើលមិនបានទេប៉ុន្តែថ្លៃមែនតែនបងប្អូនហើយកន្លែងខ្លះមើលទៅផ្ទះធំទលាយស្អាតអីអញ្ចឹងទៅប៉ុន្តែផ្ទះមិនជាថ្លៃប៉ុន្មានចាដូច្នេះទៅតាម location ចាដូចថាផ្ទះ3បន្ទប់ដូចគ្នាអីចឹងណាចាបើនៅស៊េរីមួយចឹងទៅឧបមាថាស៊េរីBeverly Hill Santa Monica ឬក៏ Hollywood អីចឹងទៅគឺសុទ្ធតែថ្លៃទេបងប្អូនចាគឺថ្លៃមែនតែនចាគឺថាតាម locationស្អាតបងប្អូនអើយស្អាតចាស្អាតណាស់មកពេលយប់មួយយ៉ាងពេលល្ងាចម្យ៉ាងពេលថ្ងៃមួយយ៉ាងចាស្អាតដូចគ្នាទៅតាមពេលវេលាបងប្អូនអូខេខ្ញុំឡើងទៅលើនឹងតិចស្អាតទេបងប្អូនខ្ញុំថាស្អាតប៉ុន្តែបងប្អូនឃើញតែក្នុងវីដេអូមិនដូចខ្ញុំដែលឃើញផ្ទាល់ទេ
tập ca cả đà bóng bộ nơi chẳng thọtรูปខ្លះថតវីដេអូខ្លះភ្នំ Cherry នៅ Signal Hill នៅក្នុង Series of Signal Hill បងប្អូនចាខ្ញុំដើរពីក្រោមប្រជុំអូផ្លែអីគេនេះបងប្អូនមែនទេផ្លែនេះរៀលមានខ្លះមានទុំហើយផ្លែផ្កាផ្លែនគេដាំលំអទីក្រុងលំអសួនណាបងប្អូនចាបើវាមានផ្លែប៉ុន្តែយើងអត់អាចទទួលទានបានទេញ៉ាំចាដើរមើលសពនៅខាងលើទៀតអានេះកែវយិតគេបងប្អូនសម្រាប់យើងមើលទៅឆ្ងាយចានៅ floor គេមានសរសេរអីគេ Great town everlasting in memory of ដូចជាឈ្មោះចាសិតតែឈ្មោះរូបបរោះម្នាក់សមោលស្ទង់កាន់អីដូចជាដឹងកាន់អីទេមើលមិនយល់ដែរនេះគាត់កាន់តាគៀបប្រហែលជាគាត់
បូមប្រេងចាដូចថាធ្វើស្អីសម្រាប់បូមប្រេងអញ្ចឹងណានេះមានរូបស្ត្រីម្នាក់និងបុរសម្នាក់ចាតែគាត់កាន់គេដូចជាញូមុនជាអីតែទៅអូខេបងប្អូនខ្ញុំចេញទៅវិញណាគេមកលេងតែពេលថ្ងៃចាគេនាំកូនចៅមកលេងខ្លះដាក់ food ដាក់អីយកមកញ៉ាំអញ្ចឹងទៅចាខ្លះក៏គ្រាន់តែមកអង្គុយយកខ្យល់អាកាសចាលំហែកាយអីចឹងទៅនេះបងប្អូនពួកខ្ញុំហៅថាកដោបុកស្រូវតែតាមពិតគឺម៉ាស៊ីនគេសម្រាប់បូមប្រេងបងប្អូនចាគឺបូមពីក្នុងដីមកបូមប្រេងសាំងយើងហ្នឹងបងប្អូនប៉ុន្តែគឺថានឹងប្រេងឆៅឯតម្រាំគេយកទៅចម្រាញ់ទៅជាសាំងទៅជាអីនោះគឺមានដំណតទៅទៀតពួកខ្ញុំក៏បានដឹងដែរចាអញ្ចឹងហើយបាននៅលើមិញហ្នឹងរូបមានស្រីមានប្រុសនៅលើខាងទួលខាងនោះមានរូបគាត់កាន់ញួរកាន់អីប្រដាប់ប្រដាសម្រាប់មួលខ្ចៅមួលអីចឹងណាចាគឺដើម្បីធ្វើម៉ាស៊ីនបូមប្រេងនឹងឯងចាអូខេបងប្អូនប៉ុណ្ណឹងចាស់ចាខ្ញុំសូមជម្រាបលាតែត្រឹមនឹងចុះសូមអរគុណដែលបានតាមដានចាជួបគ្នានៅវីដេអូក្រោយជម្រាបលា